គុណតម្លៃវាមិនសំខាន់ទៅលើជាអត្ថប្រយោជន៍របស់គឺអត្តន័យរបស់វាហ្មងចាដូចជាគុណសម្បត្តិយើងផ្ដើមមកវិញចាយើងត្រូវចេះឲ្យតម្លៃនៅអ្វីមួយដែលយើងផ្ដោតទៅលើវាមែនដូចជាការវិនិយោគក្រុមហ៊ុនការលក់ដូរបើយើងមិនឲ្យតម្លៃនិតទៅលើការលក់ដូរវាក៏អត់មានអត្ថប្រយោជន៍ហើយបើយើងទេអត្ថប្រយោជន៍មួយពីអ្នកដទៃណាយើងមកធ្វើខ្លួនឯងយើងធ្វើឲ្យកើតដូចយើងមើងងាយនៅអត្ថប្រយោជន៍ចំពោះខ្លួនដូចវាអត់មានគុណតម្លៃទេសោះមានប្រយោជន៍គ្មានន័យចង់ស្ដារនៅគុណតម្លៃតន់តែឲ្យតម្លៃខ្លួនឯងសិនបើយើងមិនឲ្យតម្លៃខ្លួនឯងក៏គ្មានអត្ថប្រយោជន៍ទៅមុខដូចយើងដាក់ការវិនិយោគមួយធ្វើដើមទុនចា៎ទី1ទៅលើថង់ប្រាក់របស់យើងចា៎ទី2លើគុណសម្បត្តិនៃការនិយាយទី3ចំណេះដឹងនិងអេរយាប័តចា៎តែបើយើងគ្មានចំណេះដឹងនិងអេរយាប័តវាអត់មានអត្ថប្រយោជន៍គុណតម្លៃហើយគុណសម្បត្តិរបស់យើងចាចំណេះដឹងក៏គ្មានដែរមានតិចតួចប៉ុន្តែយើងត្រូវរៀនណារៀនឲ្យតម្លៃលើអត្ថប្រយោជន៍ចំពោះអ្វីមួយដែលយើងកំពុងរៀនដូចស្វែងរកអ្វីបាននៅក្នុងមុខប្រទេសស្អាតវាគ្មានលំនឹងចិត្តចាបើយើងមិនសន្សំនៅចំណេះដឹងតិចតួចស្ដួចស្ដាងយើងយកមកប្រើវាឲ្យមានប្រយោជន៍ហ្នឹងជាអត្ថប្រយោជន៍នៃគុណតម្លៃគុណសម្បត្តិប៉ុន្តែយើងអត់យកវាមកប្រើវាឲ្យមានប្រយោជន៍ឬគុណតម្លៃសោះអញ្ចឹងមានថាចំណេះដឹងយើងអត់តម្លៃចាដូចសប្តាហ៍ហ្នឹងប្រទេសកម្ពុជាយើងត្រូវការអ្នកស្នងនៃរាជរដ្ឋាភិបាលប៉ុន្តែក្មេងចំនួនក្រោយមិនឲ្យគុណតម្លៃលើចំណេះដឹងអីតិចមើងងាយលើចំណេះដឹងខ្លួនឯងចាទី1យ៉ាងម៉េចការសរសេរអក្សរទី2គ្មានចំណេះដឹងក្នុងការនិយាយក្នុងការរៀនសូត្រគឺមិនឲ្យតម្លៃលើចំណេះដឹងដែលយើងកំពុងរៀនសោះវាអត់មានអត្ថប្រយោជន៍សោះអាហ្នឹងហិតតែមានគុណតម្លៃសោះចាហើយអេរិយាប័ត្រក៏គ្មានឆ្លើយដូចឆ្លើយតែស្នងនៅក្រសួងរាជរដ្ឋាភិបាលយ៉ាងម៉េចបើអត់មានគុណតម្លៃក្នុងការស្នងចាអក្សរទៅរៀនហើយអក្សរវាមិនចេះចាដូចគេរើសចឹងគេរើសភ្នាក់ងារនៃការសរសេរឈ្មោះហើយយើងឲ្យសរសេរអក្សរបន្ទួតហើយយើងមើលងាយទៀតចឹងមនុស្សខ្លះអត់មានតម្លៃឲ្យមកយើងឲ្យគុណតម្លៃទៅវិញប៉ុន្តែគេអត់មានឲ្យគុណតម្លៃមកយើងសោះចាយើងថាអត្ថប្រយោជន៍ក៏គ្មានដូចមើងងាយយើងទៅវិញណាខ្ញុំឲ្យគុណតម្លៃទៅអ្នកប៉ុន្តែអ្នកមើលមកគុណតម្លៃរបស់ខ្ញុំស្រាលស្ងាត់អងហើយគិតថាវាគ្មានប្រយោជន៍អត្ថប្រយោជន៍ក្នុងគុណសម្បត្តិខ្ញុំពុកខ្ញុំវាមើងងាយនៅចំណេះដឹងចំពោះអ្នកដទៃហ្នឹងវាមិនគ្មានគុណប្រយោជន៍និងគុណតម្លៃទៅមុខទេហើយការបោះទុនឬក៏វិនិយោគអ្វីមួយវាមិនដើរទៅមុខទេវាហិតតែប្រទេសស្អាតទៅវិញចា